ជំរាបសួរក៏ដូចជាសួស្តីទៅដល់បងប្អូនដែលស្នេហាបាសីកីឡាទាំងអស់គ្នាបាទជាទីនឹករលឹកខានចេញវីដេអូយូរព្រោះមករយៈនេះគឺយើងរវល់រៀបចំដើម្បីបង្កើតទ្រង់ថ្មីបាទប្រហែលថ្ងៃនេះគឺយើងបានដំឡើងទ្រង់គុណមន់ថែម10ទៀតហើយដើម្បីដាក់គុណមន់ដើម្បីយកទៅបំពន់ឲ្យវាឆាប់ធំណាបាទព្រោះឥឡូវនេះគឺយើងអស់បាទវាចិត្តអស់ហើយអាធំដែលយើងពេញចូលនោះគឺមួយគាត់យកទៅជុលខ្លះបាទហើយយើងយកទៅជុលខ្លះគឺវាចិត្តអស់ហើយនៅសល់តែប្រហែលជា4ក្នុងក្បាលទៀតទេហើយក្របនេះដែរគឺជាប្រភេទគួយបាជំផនបាទបងប្អូនមើលបាទលក្ខណៈបែបនេះផែនបែបនេះតែបងប្អូនឆ្លាញ់ទេបាទគីឡូរបស់វាគឺគីឡូ27បាទ27ហ្នឹងគឺនៅស្កើមនេះបងប្អូនបាទអត់ទាន់ពេញសាច់ទេមន់នេះពេញសាច់ល្អណែនដៃ10ហ្នឹងគឺគីឡូវាដល់ទៅ29 30ឯណោះបាទប្រភេទនេះគឺយើងធ្លាប់បានយកទៅជុលពួកបងប្អូនវាគឺយកទៅជុលឈ្នះហើយបាទនៅវានេះគឺវាអត់ទាន់បានសាកផ្លែទេដោយសារតែវាឡើងមកស្ទើមកហ្នឹងគឺវាច្រោះគ្នាដាច់កញ្ចក់កូនជើងអស់ទាំងពីរបាទហើយមករយៈក្រោយមកគឺវាខ្លាចគេបាទកំឡុងពេលដែលវាទឹកឡើងធំហ្នឹងវាច្រោះគ្នាវាទៅជាខ្លាចគេបាទដល់ពេលឥឡូវនេះគឺវាពេញរោមពេញអីវាទៅវាលែងខ្លាចគេហើយបាទឥឡូវនេះគឺវាជុលបានធម្មតាវិញហើយគាត់ទៅថាវាដាច់កញ្ចក់កូនជើងអស់លេងបាទកូនជើងវាហ្នឹងអាក្រោយហ្នឹងគឺអត់មានកញ្ចក់ទេបាទទាំងពីរតែម្ដងបាទជាស្រ័យខ្ញុំឡើងសក់កបន្តិចហើយនេះបងប្អូនមើលចាស់បាទនៅពេលដែលវាដើរគឺមានលក្ខណៈបែបម៉េចបាទវាគឺវាសុខភាពល្អធម្មតាទេអត់មានបញ្ហាអ្វីទេគ្រប់នេះដែរគឺបងប្អូនលក់ជូនបងប្អូនបាទក្នុងតម្លៃមួយដែលសមរម្យទេគឺត្រឹមតែ$50តែប៉ុណ្ណោះបងប្អូនដែលពេញចិត្តបាទចង់មើលឡាំចង់មើលសកាមើលអត់ច្បាស់យ៉ាងម៉េចបងប្អូនអាចតាក់ទងតាម Telegram ដែលខ្ញុំបាទដាក់ជូនបងប្អូននៅចុងវីដេអូនេះបាទហើយមួយនេះគឺស្អាតមែនតើបាទមុខរបស់វាស្រួចឆ្លឹមសាច់បើថាសាច់ណែនវិញគីឡូ29បាទមួយនេះគឺឡាំវាមិនសូវជាលះអីប្រហែលទេបាទឡាំអត់ទៅលះទេមួយទេប៉ុន្តែអ្នកឡាគឺខ្ញុំឡាំជាមួយវាគឺឲ្យវាអត់ចូលទេបាទមន់នេះបើយើងមើលផែនវាពីខាងក្រៅយើងគិតថាមន់នេះមិនមែនយឺតទេគឺមុខវាស្រួចឆ្លឹមហ្នឹងវាជាប់ឈាមឡាយច្រើនបាទវាអាចនឹងវាយញាប់ប៉ុន្តែការពិតមិនមែនទេបាទគឺវាវាយមួយទប់ដែរទេបាទមិនទៅញាប់ណាស់ពេកនោះទេតែមន់ខ្លះឡាំអត់ទៅល្អទេយកទៅជុលពាក់ផ្លែចាក់ទៅយកឲ្យបងប្អូនបាទអញ្ចឹងបងប្អូនពេញចិត្តឆ្លាញ់ទៅបាទតាម Telegram អរគុណ